สถานភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025 November 20, 2025 Admin ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី20ខែវិច្ឆិកាក្នុងនោះក្រសួងបញ្ជាក់ថាខ្យល់មូសុងអេសានដែលបក់លើសមុទ្រខាងត្បូងចាប់ផ្ដើមមានឥទ្ធិពលខណៈសម្ពាធទាបបន្តគ្រប់ដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើប្រទេសជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបមិរមា20ដឺក្រេសេនិងសីតុណ្ហភាពមធ្យមអតិបរមា30ដឺក្រេសេខ្យល់បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម 2.50 ម៉ែត្រវិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងកណ្ដាលតាកែវនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 65% 2. លំបំខ្ពង់របៀនសីតុណ្ហភាពមធ្យមអបមិរមា19ដឺក្រេសេនិងសីតុណ្ហភាពមធ្យមអតិបរមា29ដឺក្រេសេខ្យល់បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម2ម៉ាតវិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីមណ្ឌលគិរីតំបន់ជួរភ្នំក្រវាយនិងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបមិរមា20ដឺក្រេសេនិងសីតុណ្ហភាពមធ្យមអតិបរមា30ដឺក្រេសេខ្យល់បក់មកពីទិសឦសានមានល្បឿនមធ្យម 4.5 ម៉ែត្រវិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអបមិរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.25 ម៉ែត្រ200 ចោល